ដូចយើងគឺមានការខកចិត្តជាច្រើនទាក់ទងនឹងបញ្ហាខ្លួនឯងមិនព្រមបង្កើតឱកាសខ្លួនឯងទេប៉ុន្តែបែរទៅជារងចាំឱកាសពីអ្នកដទៃផ្ទាល់ឲ្យទៅវិញឱកាសសម្រាប់ខ្លួនឯងគឺជាមូលធនដ៏សំខាន់បំផុតសម្រាប់ជំរុញឲ្យដំណើរការនៃការទទួលយកឱកាសមែនតើទៅអ្នកណាក៏មានឱកាសដែរប៉ុន្តែគ្រាន់ថាយើងមានសមត្ថភាពចាប់បានឬក៏យើងគ្មានសមត្ថភាពចាប់បានតែប៉ុណ្ណោះទេឱកាសល្អឬក៏មិនល្អយកចំណេះដឹងជាមូលដ្ឋានពីព្រោះយើងដឹងហើយថានៅពេលបច្ចុប្បន្ននេះគឺការសិក្សារបស់យើងគឺបាទតាមបែបបុរាណតាមផ្នែកសម័យតាមបែបបច្ចេកវិទ្យាបែបបុរាណយ៉ាងម៉េចយើងបានដឹងហើយថាពីមុនមកយើងការប្រើប្រាស់ការសរសេរការអានការស្វែងរកចំណេះដឹងគឺតាមរយៈឯកសារមួយចំនួនហើយឯកសារទាំងនោះមិនបានគ្រប់ជ្រុងជ្រោយទេយើងអាចរកឯកសារទាំងនោះតាមបណ្ណាល័យតាមបណ្ណាគារបាទដើម្បីបង្កើនក៏ដូចជាជំរុញនៃចំណេះដឹងរបស់យើងអាហ្នឹងកាលពីមុនមកហើយក្រោយមកទៀតក៏វាមានការអភិវឌ្ឍជាបន្តទៀតគឺតាមរយៈយុគសម័យពេលបច្ចុប្បន្ននេះយើងអត់ចាំបាច់ទៅរកឯកសារនៅបណ្ណាល័យទេមិនថាមិនចាំបាច់ទាំងត្រង់ទេថាយើងអាចរកឯកសារយោងរបស់យើងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគ្រឿងអេឡិចត្រូនិកដើម្បីអីគេដើម្បីស្វះស្វែងដើម្បីស្វែងយល់ស្វែងរកនៅអ្វីដែលយើងចង់បានប៉ុន្តែគ្រាន់ថាទោះបីជាចំណេះដឹងទាំងអស់កន្លែងនេះតែបានមកពីបច្ចេកវិទ្យាតនសម័យទំនើបយ៉ាងណាក៏ដោយក៏វាបានយកពីឯកសារបុរាណពីមុនមកយកជាមូលដ្ឋានគ្រឹះផងដែរយ៉ាងណាមិញឧទាហរណ៍ដូចជាសៀវភៅវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតបាទពីមុនឡើងយើងចង់រកពាក្យណាដែលយើងមិនយល់យើងអាចបើករកស្វែងរកគឺថាទាំងពិបាកវាក្រាស់ណាបាទប៉ុន្តែនៅពេលបច្ចុប្បន្ននេះយើងអាចមើលឆែកមើលតាមរយៈទូរស័ព្ទដៃបាទអាចស្រាវជ្រាវតាមរយៈទូរស័ព្ទដៃយើងចុចមកចង់រកពាក្យអីគឺថា search ទៅគឺថាពាក្យហ្នឹងនឹងមកបានភ្លាមតែម្ដងអញ្ចឹងចំណុចនេះខ្ញុំចង់និយាយថាតើយើងទទួលយកឬក៏មិនទទួលយកឱកាសបែបហ្នឹងឯងបាទបើថាវាស្រួលពេកអញ្ចឹងវាធ្វើឲ្យអាការទទួលយកឱកាសហ្នឹងគឺមិនបានទៅវិញមានន័យថាពីមុនមកចាប់ផ្ដើមថ្នាក់ទី2ឡើងគឺថាមនុស្សក្មេងៗគឺថាអានអត្ថបទអីទាំងប្រមាណហ្នឹងគឺរូតែម្ដងបាទសរសេរចាំសូត្រមេលេខសពបែបយ៉ាងទាំងអស់ក៏ប៉ុន្តែពេលបច្ចុប្បន្ននេះដោយសារតែវាភាពទំនើបកម្មពេកវាធ្វើឲ្យការសិក្សាហ្នឹងគឺមានការថមថយចុះតើតើនឹងបញ្ញាតើតើទៅនឹងបញ្ហាការសរសេរការអានការគិតការពិចារណាហើយពេលខ្លះយើងពីមុនឡើយយើងអត់ចាំបាច់ប្រើកុំព្យូទ័រទេប្រើ Casio ទេយើងគិតធម្មតាក៏យើងគិតចេញដែរប៉ុន្តែឥឡូវអត់ទេតើប្រើកុំព្យូទ័រទោះបីជាការបូកចែកគុណលេខល្មមក៏បានដែរមិនតែគឺបែបហ្នឹងឯងហើយទី3ហ្នឹងតើតើទៅនឹងយុគសម័យ AI យើងបានដឹងថាយុគសម័យ AI នៅពេលបច្ចុប្បន្ននេះគឺថាបញ្ញាសិប្បនិម្មិតណាបាទបើយើងចង់ដឹងអីយើងអាចសួរ AI ឆ្លើយយើងបានគ្រប់ជ្រុងជ្រោយទាំងអស់បាទបានគ្រប់ជ្រុងជ្រោយទាំងអស់ប៉ុន្តែទោះបីជា AI ជួយយើងប៉ុណ្ណឹងក៏ដោយក៏ប៉ុន្តែបើយើងអត់ព្រមទទួលយកទេអត់ព្រមទទួលយកយ៉ាងម៉េចគឺអត់ទទួលយកការស្រាវជ្រាវតាមរយៈបច្ចេកវិទ្យា AI ទេអញ្ចឹងយើងក៏នឹងមិនមានឱកាសក្នុងការស្វែងយល់អំពីបរិបទថ្មីបានលឿនហើយគ្រប់ជ្រុងជ្រោយដូចគេដូចឯងដែរបាទនេះគឺជាឱកាសដែលយើងទទួលយកឬក៏មិនទទួលយកអាស្រ័យទៅលើខ្លួនយើងបានដឹងថា
ឱកាសដែលអ្នកផងទាំងពួងចង់បានគឺសេចក្តីសម្រេចតាមបំណងប្រាថ្នាពីព្រោះមនុស្សម្នាក់យើងមានបំណងប្រាថ្នាអត់ដូចគ្នាទេគឺខុសគ្នាអ្នកនេះចង់បានបែបនេះអ្នកនោះចង់បានបែបនោះប៉ុន្តែទោះបីអ្នកនេះចង់បានបែបនេះអ្នកនេះចង់បានបែបនោះក៏ដោយក៏ប៉ុន្តែគឺมันអាចគេចផុតអំពីដំណាក់កាលយុគសម័យបែបបុរាណទំនើបហើយនឹងយុគសម័យបច្ចេកវិទ្យា AI ទេគឺអត់អាចគេចផុតទាំង3ហ្នឹងទេបាទដូច្នេះយើងត្រូវការយកចំណុចទាំង3ហ្នឹងដើម្បីយកធ្វើការវិតម្លៃសិក្សាវិតម្លៃយ៉ាងម៉េចសិក្សាវិតម្លៃឧទាហរណ៍ថាបើសិនជាយើងចង់បង្កើតឱកាសការងារណាមួយហើយយើងអាចមានចំណេះវិជ្ជាបើយើងសិក្សាតាមព័ត៌មាន Facebook TikTok Instagram អីផ្សេងៗហ្នឹងបាទប៉ុន្តែប៉ុណ្ណឹងមិនតាន់គ្រប់គ្រងជ្រៅទេបើសិនជាយើងអាចឲ្យ AI បញ្ញាសិប្បនិម្មិតវិតម្លៃយើងបន្ថែមទៀតអាហ្នឹងវាហិតតែគ្រប់ជ្រុងជ្រោយហើយវារត់តែគ្រប់ជ្រុងជ្រោយទន្ទឹមនេះផងដែរយើងឃើញថាប៉ុណ្ណឹងវាគ្រប់ជ្រុងជ្រោយហើយបើយើងប្រើ AI ជួយថែមទៀតដែរប៉ុន្តែសួរថាតើពេលបច្ចុប្បន្ននេះអ្នកណាក៏ចេះដែរអ្នកដែលស្វែងរក AI គេនឹងយល់អំពី AI ច្រើនដូច្នេះយើងចេះ AI គេក៏ចេះដែរអញ្ចឹងវាធ្វើឲ្យការចាប់យកឱកាសហ្នឹងគឺថាវាតិចតួចបំផុតតែបានតិចទេណាបាទឱកាសល្អគឺជាមូលគីលតូចមួយអញ្ចឹងនៅពេលដែលយើងចង់ចាប់ឱកាសអញ្ចឹងគេក៏ចង់ចាប់ឱកាសដែរអញ្ចឹងពេលណាយើងចាប់តាមមកចាប់ឱកាសហ្នឹងទៅប្រឹងប្រែងចាប់ឱកាសហ្នឹងទៅហើយគេក៏ប្រឹងប្រែងចាប់ឱកាសហ្នឹងដែរអញ្ចឹងឱកាសនេះកាន់តែតូចទៅគឺមានលំបាកក្នុងការចាប់យកឱកាសហ្នឹងណាបាទដូច្នេះតែយើងត្រូវធ្វើមួយខ្លះទៀតយើងត្រូវតែសិក្សាស្វែងយល់តាំងពីមានចំណេះដឹងបទពិសោធន៍ការអនុវត្តមូលធនធានមូលធនធានបញ្ញាហើយនិងធនធានមួយចំនួនផ្សេងទៀតដែលគេមានយើងមានគេអត់មានយើងមានលើគេអាហ្នឹងពេលហ្នឹងយើងអាចនឹងចាប់ឱកាសបានថាតើឱកាសណាមួយដែលយើងនឹងទទួលយកហើយបាទហើយឱកាសនីមួយៗហ្នឹងយើងបានដឹងហើយថាវាមិនបានមកដោយស្រួលទេបាទហើយឱកាសហ្នឹងពេលខ្លះឱកាសហ្នឹងមកដល់កន្លែងយើងហើយក៏តែយើងអត់ចេះចាប់យកឱកាសហ្នឹងទេយើងអត់ចេះរៀបរាប់ថែរក្សាឱកាសហ្នឹងទេគឺថាឱកាសរបស់ហ្នឹងគឺថាមិនអាចនៅជាមួយយើងជានិច្ចនិរន្តរ៍បានទេបាទដូច្នេះបានមកហើយយើងត្រូវថាថែរក្សាឱកាសហ្នឹងផងដែរដើម្បីអាចថែរក្សាឱកាសហ្នឹងបានទោះថាយើងយល់អំពីឱកាសហ្នឹងផងដែរឱកាសរបស់យើងនិយាយអំពីចំណុចទី1ឱកាសខាងក្នុងហើយនិងឱកាសខាងក្រៅអញ្ចឹងឱកាសខាងក្នុងគឺមានន័យថាយើងពង្រឹងបន្ថែមហើយការពារហើយរក្សាឲ្យបានអ្វីដែលមានស្រាប់ហើយឱកាសខាងក្រៅគឺយើងសិក្សាស្វែងយល់អំពីការប្រកួតប្រជែងព្រោះឱកាសខាងក្រៅការប្រកួតប្រជែងបាទអញ្ចឹងមានន័យថាឧទាហរណ៍ដូចជាយើងលក់ផលិតផលណាមួយអញ្ចឹងផលិតផលយើងទទួលបានជោគជ័យកាន់តែខ្លាំងហើយអង្គភាពខាងក្នុងរបស់យើងខ្លាំងហើយក៏ប៉ុន្តែពេលណាជោគជ័យហើយគឺមានអ្នកផ្សេងគេនឹងរៀបចំផលិតផលដូចយើងដែរឬក៏ស្តៀងគ្នាដែរដើម្បីប្រកួតប្រជែងជាមួយយើងដែរបាទអញ្ចឹងកាលណាយើងដឹងពីប្រកួតប្រជែងរវាងគូប្រកួតប្រជែងខាងក្រៅហ្នឹងអានេះពេលហ្នឹងគឺធ្វើឲ្យយើងមានការកាន់តែលំបាកឡើងវិញទៀតហើយអញ្ចឹងដើម្បីអាចដឹងថាលំបាកឬក៏ខ្សោយឬមិនលំបាកអញ្ចឹងយើងត្រូវសិក្សាអំពីភាពខ្លាំងភាពខ្សោយឱកាសនិងការគម្រាមកំហែងបន្ថែមទៀតផងដែរតែគេខ្លាំងដោយសារអីគេខ្សោយដោយសារអីហើយគេមានឱកាសដោយសារអីការគម្រាមកំហែងដោយសារអីអញ្ចឹងការសិក្សារវាងគ្នានេះឯងដែលធ្វើឲ្យយើងមានការលំបាកហើយយើងអ្នកខ្លះបានឱកាសដល់ដៃហើយក៏ប៉ុន្តែមិនអាចចាប់ឱកាសនឹងបានឱកាសនឹងនឹងត្រឡប់ទៅវិញហើយទៅឆ្ងាយពីយើងកាន់តែឆ្ងាយទៅហើយវានឹងមិនមករកយើងម្ដងទៀតនោះទេបាទសូមអរគុណ